Chẳng càng vậy ní cứ việc bắt đầu sủng khăn từ lơ ca chế bùn vô cùng nật muối và tham đôi cùng nật muối tiệt bởi xin chỉ dương ắt chế hành năng tế dương nâng bùm như vậy phải xong lại bàn trả hơn thì hơi thở plak đô tùm lọp bị càng vậy mà mắt tới chỉ càng vậy trả hơn ô bà mà thay cái xua phía bị cây mong bal chọc dân men ở đây bởi dân phơi trắng lúc ra dân chết phải xong lại hai đó dân thở plak đô tùm lọp càng gì mà mặn trắng tới chỉ càng vậy bàn trả hơn tới chết bị phía xa cùng nậtដូចជាគេសួរថាតើអ្នកភ្នាក់ពីគេម៉ោងប្រហែលពេលព្រឹកណាអញ្ចឹងយើងប្រាប់ថាពេលព្រឹកបើសិនខ្ញុំទៅធ្វើការខ្ញុំភ្នាក់ពីគេរៀងលឿនម៉ោង6តែបើសិនចុងសប្តាហ៍អត់ត្រូវទៅធ្វើការទេភ្នាក់ពីគេរៀងយូរដែរអាចម៉ោង8ឃើញអត់អញ្ចឹងយើងពិភាក្សាគំនិតបែបហ្នឹងទើបយើងអាចនិយាយភាសាអង់គ្លេសបានបើសិនយើងនិយាយមួយម៉ាត់ដូចយើងនិយាយខ្មែរយើងចេះហើយទៅធ្វើដូចនិយាយអង់គ្លេសអត់កើតទេអូខេអញ្ចឹងយើងអាចចាប់ផ្ដើមសំណួរនេះបានដោយមាន key phrases អញ្ចឹងនេះគឺជាសំណួរ What time do you get up in the morning? ជាយើងត្រូវប្រើ weekdays on weekdays ថ្ងៃដើមសប្តាហ៍ on weekends ថ្ងៃចុងសប្តាហ៍ get up late ភ្ញាក់ពីគេងយឺត get up early ភ្ញាក់ពីគេងលឿនអញ្ចឹងយើងត្រូវប្រើពាក្យហ្នឹងដើម្បីយកទៅឆ្លើយសំណួរ What time do you get up in the morning? អញ្ចឹងដើម្បីឆ្លើយសំណួរនឹងទៀតគឺខ្ញុំណែនាំកូនសិស្សមានសំណួរនាំអានឲ្យយើងគិតហើយយើងនិយាយខ្លួនឯងបានហ្មង What time do you get up on weekdays តើថ្ងៃដើមសប្តាហ៍ you ភ្ញាក់ពីគេងម៉ោងប៉ុន្មានថ្ងៃចុងសប្តាហ៍ភ្ញាក់ពីគេងម៉ោងប៉ុន្មានដែរអញ្ចឹងយើងអាចដាក់វាចូលគ្នាដោយយើងចេញចម្លើយនេះមួយ so what time do you get up in the morning? I get up at 6 o'clock on weekdays because I need to go to work early. On weekends, I get up late at 8 o'clock because I don't go to work and I want to sleep more. You see that? That's how you connect your idea, weekdays, and weekends together. ឃើញអត់យើងភ្ជាប់គំនិតថ្ងៃដើមសប្តាហ៍ទៅចុងសប្តាហ៍បើយើងនិយាយដូចយើងចេះខ្មែរយើងពុំអាចយកពាក្យដែលយើងចេះហ្នឹងទៅនិយាយបានច្រើនទេតែបើសិនជាចាប់អារម្មណ៍ការរៀនបែបនេះគឺយើងមានថ្នាក់សន្ទនាដែលផ្ដោតសំខាន់ទៅលើការនិយាយរាល់ថ្ងៃយើងមានច្រើនកម្រិតពី beginner រហូតដល់ advanced អញ្ចឹងប្រធានបទគឺផ្សេងគ្នានេះគឺកម្រិតស្រាលអញ្ចឹងមើលទៅយើងស្រួលណាបើសិនជាចាប់អារម្មណ៍អាចតាក់ទងមកតាម Telegram បានដើម្បីសួរព័ត៌មានបន្ថែមទៀតផងដែរ Thank you. Goodbye.